បាទថ្ងៃនេះខ្ញុំសូមចែករំលែកនៅសារមួយចំនួនទៅកាន់ពុកម៉ែបងប្អូនដែលមិនទាន់ជាមានជាបញ្ហាពាក្យចាស់តែងតែពោលថាការពារប្រសើរជាជាងព្យាបាលការពារទប់ស្កាត់ជាមុនគឺជាជំរើសដ៏ល្អបំផុតគឺជាជំរើសដ៏ឆ្លាតវៃបំផុតសម្រាប់ក្រុមគ្រួសារបងប្អូនយើងម្នាក់បាទតាំងពីសម័យដើមរហូតមកដល់បច្ចុប្បន្ននេះគឺនៅតែពេញនិយមពាក្យនេះបាទយើងឃើញហើយកាលណាគ្រួសាររបស់យើងណាម្នាក់ណាមួយមានបញ្ហាហើយគឺរវល់ទាំងអស់រវល់មួយផ្ទះបើកូន7នាក់គឺរវល់ទាំង7នាក់បងប្អូនมันអាចកូនណាមួយអោបដៃឈួរមើលឪពុកម្ដាយបានឡើយជាក់ស្ដែងដូចតែឃើញក្នុងរូបភាពនេះស្រាប់បងប្អូនហើយទាំងអស់នេះគឺមិនមែនតែក្នុងរូបភាពដែលខ្ញុំបង្ហាញជូនបងប្អូនម្នាក់នោះទេគឺច្រើនណាស់ដែលខ្ញុំឈរលើវិស័យសុខភាពអាហារកោសិកានេះគឺច្រើនណាស់រាប់មិនអស់ទេបងប្អូនអញ្ចឹងខ្ញុំមានតែពាក្យមួយចំនួនដើម្បីចែកម្លែកទៅកាន់ពុកម៉ែបងប្អូនទោះបីជាខាងខ្ញុំមានលទ្ធភាពមើលបានក៏ពិតមែនតែអ្វីដែលជាការចូលរួមចំណែករបស់ខ្ញុំចង់ឲ្យពុកម៉ែបងប្អូនប្រកាន់នៅគោលការណ៍មួយចំនួនគឺថែទាំជាមុនការពារជាមុនទប់ស្កាត់ជាមុនឧស្សាហ៍ check up សុខភាពជាបន្តបន្ទាប់ហើយយល់ល្អគឺយើងចេះសន្សំសុខភាពជាប្រចាំកុំរងចាំតលតែឈឺបានទៅពេទ្យកុំរងចាំតលតែចាស់បានយើងទៅពេទ្យកុំរងចាំតលតែយើងដើរឡើងរួចបានយើងទៅពេទ្យនេះគឺជាសាររបស់ខ្ញុំតែងតែជម្រាបជូនពុកម៉ែបងប្អូនជាហោហែផងដែរចុងក្រោយជូនពរអ្នកមីងក៏ដូចជាបងប្អូនយើងផ្សេងទៀតដែលបានមកទទួលសេវាជាមួយនឹងលោកគ្រូបៃតងសូមឲ្យទទួលបានឆាប់ធូរស្បើយឆាប់ល្អប្រសើរសុខភាពមាំមួនបរិបូរណ៍គ្រប់គ្នាឆាប់ខាងមុខនេះពីខ្ញុំផាន់លីផេងហៅលោកគ្រូបៃតងមកសូមអរគុណ